សាន់ឆេងមែនញ៉ៃចិនហើយនឹងនៃខ្មែរគឺខុសគ្នាដាច់ហ្មងខ្ញុំបញ្ជាក់បន្តិចវីដេអូនេះគឺខ្ញុំថតតាំងពីថ្ងៃទី5ថ្ងៃបន់ឆេងមែនម៉ែបងប្អូនទាំងអស់គ្នាបាយសម្លសម្រាប់គេរៀបចំសែននៅក្នុងការដាក់តាពាំងហ្នឹងគឺមានន័យថាពេលយើងរោស៊ីទៅឲ្យវាខ្ពស់ដូចតាពាំងអញ្ចឹងមកថ្នាំងគឺឡើងទៅលើនៅតំបន់របស់ខ្ញុំនេះមិនថាអ្នកមានអ្នកក្រទេគឺគេសែនដូចគ្នាទាំងអស់ត្រកហ្នឹងគឺគេឲ្យដាក់ត្រឹមតែ6ចានទេបងប្អូនទាំងអស់គ្នាលើសហ្នឹងទេហើយគេត្រូវតែមានមាន់មួយក្បាលផងដែរមានជាមួយនឹងដើមខ្ទឹមហ្នឹងគឺតំណាងឲ្យភាពវៃឆ្លាតពួកខ្ញុំចេញដំណើរទៅឲ្យបងប្អូនឆ្លងកាត់ព្រៃព្រឹក្សានេតាវឥឡូវហ្នឹងគឺបានមកដល់ជាមួយនឹងភ្នោតាឪរបស់ឪក្មេករបស់ខ្ញុំចាគឺគេតាមដំណាក់កាលទៅឡើង2 3កន្លែងខ្ញុំបងប្អូនទាំងគ្នាហើយរបៀបនៅក្នុងការចម្រះគឺស្តៀងនៅខ្មែរខុសគ្នាទេកន្លែងហ្នឹងភ្នោនៅចិននេះបងប្អូនដូចឃើញចាក់ស្ដែងអញ្ចឹងហើយយើងអាចចាំបាច់និយាយអីទៀតទេគេប្រកាន់ខ្លាំងមែនតើលក្ខណៈថានៅពេលដែលយកគាត់ទៅដាក់នៅកន្លែងណាហើយរូបរាងមិនគឺបែបហ្នឹងគឺគេកម្ររុះរើឬធ្វើសាមីអីហ៎បងប្អូនទាំងគ្នាឆ្នាំគឺគេមកតែម្ដងនឹងគាត់មិនមែនថាអត់មានបន់អីចាស់តែមកបានទេគេថានៅពេលដែលពួកគាត់ទៅខាងភពមកខាងទៀតហើយហ្នឹងគឺគេអត់មករំខានអីទេលុះត្រាតែថ្ងៃបន់អញ្ចឹងបានគេមកសែននៅក្នុងការសែនគឺភាគច្រើនគឺដូចគ្នាគឺ6មុខហ្នឹងគឺមានស្រាមានបាយមានតៅហ៊ូមានសាច់ជ្រូក3ជាន់មានត្រីមានសាច់ទាគឺមានបូជាជាមួយនឹងមាន់មួយហើយមាន់រស់បងប្អូនតគ្នាបងប្អូនឃើញស្នាមពេលគេបូជានៅលើភ្នោលើហ្នឹងគឺខ្ញុំអត់បានថតឲ្យទេគឺយើងធ្វើការសាពះសំក្តីសុកអីផ្សេងហើយឥឡូវគឺទៅមកកន្លែងទៀតសែនហ្នឹងគឺគេសែនចាប់ពីម៉ោងមិន10ចុះមកក្រោមគឺល្អបងប្អូនទាំងគ្នានឹងពួកខ្ញុំក្រោកទៅតាំងពីព្រលឹមបងប្អូនគ្រាន់ថារំលងពីភ្នំមួយទៅភ្នំមួយទៀតដល់ឡើងទុនជើងហ្មងណាក៏មកថាព្រឹកមិញហ្នឹងគឺបានប្តីខ្ញុំយកទឹកដោះគោមកឲ្យញ៉ាំម្នាក់មួយកែវកុំឲ្យចប់ប្រាប់ថាផ្លូវឆ្ងាយណាស់អញ្ចឹងហើយផឹកទឹកដោះគោឬក៏ញ៉ាំអាហារសម្រន់ពេលព្រឹកឲ្យហើយទៅយើងទៅដល់កន្លែងសែនគឺយើងអាចញ៉ាំបានទេអ្នកតែខ្ញុំទាំងមូលមិនថាមនុស្សចាស់ឬកូនក្មេងគឺញ៉ាំជាមួយទឹកដោះគោម៉ារីកូនេះជាប្រចាំថ្ងៃទឹកដោះគោម៉ារីកូគឺជាទឹកដោះគោលេខ1របស់ប្រទេសសិង្ហបុរីជាប្រភេទទឹកដោះគោលាយដោយស្រាច់មានជាតិកាល់ស្យូមប្រូតេអ៊ីនវីតាមីន D និងប៉ូតាស្យូមខាន់ជាងគេផ្ដោតទៅលើជួយដល់សុខភាពរបស់កុមារបងប្អូនទាំងអស់គ្នាសម្រាប់នៅក្នុងការលូតលាស់នៃរាងកាយជាពិសេសហ្នឹងគឺធ្វើឲ្យប្រាជ្ញាឈ្លាសវៃទឹកដោះគោម៉ារីកូនេះផងដែរកុមារអាយុចាប់ពី1ឆ្នាំឡើងទៅគាត់អាចញ៉ាំ2ទៅ3ប្រអប់ក្នុងមួយថ្ងៃបានក្នុងផ្ទះមានទឹកដោះគោម៉ារីកូនេះគឺងាយស្រួលខ្លាំងមែនទែនគេមានប្រអប់ទូចសម្រាប់ឲ្យកុមារញ៉ាំសម្រាប់ពួកគាត់យកដាក់តាមខ្លួនអីក៏ងាយស្រួលដែរបើសម្រាប់ស្ត្រីនោះក៏ជួយសុខភាពរបស់យើងបានច្រើនដែរដោយសារនៅក្នុងហ្នឹងមានជាតិកាល់ស្យូមមានសមត្ថភាពនៅក្នុងការជួយការពារការពុកឆ្អឹងក្រោយពេលស្ត្រីអស់រដូវទឹកដោះគោម៉ារីកូនេះបងប្អូនអាចរកទិញគ្រប់ទីកន្លែងជាពិសេសបងប្អូនអាចរកទិញនៅក្នុងផេកទឹកដោះគោម៉ារីកូបានហ្នឹងគឺត្រូវទៅមកកន្លែងទៀតហើយបងប្អូនទាំងអស់គ្នាចារំលងពីភ្នំមួយទៅភ្នំមួយដើរមកជួបពូគាត់ដើររកភ្នោដូនតាគាត់អត់ឃើញទេខ្ញុំគាត់និយាយលេងថាតឲ្យខាងដូនតានឹងផ្ញើលោកខេសិនមកបានរកឃើញលេងសាច់អីប្តីខ្ញុំហើយនឹងឪក្មេកខ្ញុំវែងផ្លូវឡើងមកព្រឹកភ្នំមួយទៅភ្នំមួយបងប្អូនទាំងអស់គ្នាហើយនិយាយឡើងទុនជើងហ្មងសារតែសាច់ញាតិរបស់គាត់នៅភ្នំផ្សេងគ្នានេះនៅពេលដែលមានមនុស្សខូចអញ្ចឹងគឺគេរងថ្ងៃខែនៅក្នុងការឲ្យគាត់ទៅនៅកន្លែងណាអញ្ចឹងតែគេមានជំនឿថានៅពេលដែលរកកន្លែងស្ងប់ស្ងាត់ឬកន្លែងណាល្អដែលគាត់នៅកន្លែងណាហើយបានក្តីសុខហើយគឺឲ្យគាត់នៅកន្លែងហ្នឹងនៅពេលដែលយើងយកទុកដាក់គាត់កន្លែងណាដែលល្អហើយគាត់មានក្តីសុខស្ងប់ស្ងាត់ហើយអញ្ចឹងយើងជាកូនជាចៅនៅជំនាន់ក្រោយនេះក៏រស់ស៊ីមានក្តីសុខភាពល្អដែរកុំថាឡើយតែមនុស្សស្មាតោបងប្អូនចាសែនគឺគេត្រូវទៅដាក់ស្រាបងប្អូនទាំងគ្នាកន្លែងណាក៏គេច្រូចស្រាដែរបងប្អូននេះទៅមកកន្លែងទៀតហើយនេះគឺវាកាត់ភ្នំផងអីផងខ្ញុំនេះគឺថាអត់ធានមាត់ទេបងប្អូនទាំងគ្នាគេធ្វើមិនគឺធ្វើតាមគេនឹងឯងមានអីបងប្អូនពីកន្លែងនៅមកកន្លែងមួយគឺដូចតែគ្នានឹងឯងគឺយើងបោចស្មៅជំរះឲ្យស្អាតបាតចឹងទៅយើងដាក់กระดาษដាក់អីចឹងទៅអុចกระดาษអុចធូបអុចទៀនឲ្យមហូបមហាហ្នឹងបងប្អូនទាំងអស់គ្នាចាមកកត្រកហ្នឹងគឺ3កន្លែងគឺទៅទាំង3កន្លែងហើយមួយកន្លែងទៀតគឺយើងសែនមហូបដែរហ្នឹងឯងមហូបហ្នឹងគឺដូចខ្ញុំនិយាយចឹងគឺគេបូជាមាន់បូជាអីនៅក្នុងហ្នឹងហើយស្រេចគេសែនបន់ឆេងមេងហ្នឹងគឺមានកន្លែងមួយទៀតដែលគេហាមបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងវែងខ្លាំងពេកចាំវីដេអូក្រោយខ្ញុំចែកម្លែកបន្តទៀតបងប្អូនទាំងអស់គ្នា